សួស្តីគ្នាយើងក្នុងក្រុមថ្ងៃនេះខ្ញុំចង់បង្ហាញគ្នាយើងអំពីការបញ្ជាក់ពី exchange Binance ទៅ Binance ដូចគ្នាយើងប្រើតាមរយៈ ID ចាំន័យថាយើងចូលទៅក្នុង access ហើយចូលទៅក្នុង spot យើងរើសប្រភេទកាក់ដែលយើងចង់បាញ់ខ្ញុំឧទាហរណ៍ថាខ្ញុំចង់បាញ់ប្រភេទ USDT អញ្ចឹងបងប្អូនគ្រាន់តែចុច USDT មកហើយ withdraw ទៅយើងរើសយក send តាម email phone ឬ ID អញ្ចឹងនៅកន្លែងនេះវាមាន3 option យើងចង់បាញ់តាម email ឬក៏បាញ់តាម number ឬក៏បាញ់តាម ID អញ្ចឹងខ្ញុំរើសប្រភេទ ID ហើយខ្ញុំគ្រាន់តែ copy ID គេមកហើយចុចចំនួន USDT ដែលយើងចង់បាញ់ហើយចុចពាក្យ send ទៅពេលនេះវានឹង show យើងថា ID គាត់នឹងឈ្មោះអីហើយយើងគ្រាន់តែចុច next ទៅយើងលុប click code ទៅយើងអាចធ្វើការទូទាត់ឲ្យគាត់បានហើយចង់បញ្ជាក់បងប្អូនម្ដងទៀតឬក៏យើងអត់ចង់ចូលទៅនឹងទេយើងគ្រាន់តែចុចពាក្យ send ហើយចុច send នេះមកយើងរើស ID មកយើងគ្រាន់តែ pass ID ដែលយើងបាន copy មកហើយចុច continue ទៅយើងវាយចំនួន USDT ដែលយើងចង់បាញ់នឹងបានហើយប៉ុន្តែបើនៅទេបាញ់ ID នេះយើងអាចបាញ់បានកាក់ច្រើនប្រភេទណាដែលមាននៅក្នុង Binance ដោយសារយើងគ្រាន់តែធ្វើការដូរនៅកន្លែងនេះហើយរើសប្រភេទកាក់ដែលយើងចង់ធ្វើការ transfer នោះជាការស្រេច